សូមគោរពសួស្តីបងប្អូនតោះបងប្អូនឥឡូវនេះយើងមកបញ្ចប់រឿងត្រេនគីមីវៀតណាមបន្តិចទៀតកុំឲ្យមេអន់ចិត្តថាពេលដែលគាត់ឲ្យចូលយើងរិះគន់ដល់ពេលឥឡូវពួកគាត់មានចំណាត់ការយើងអត់យកមកនិយាយយកមកផ្សាយអគ្គនាយកដ្ឋានគុយបញ្ជាឲ្យទប់ស្កាត់ការនាំចូលផ្លែទុរេនតាមច្រកនានាទូទាំងប្រទេសឲ្យបានម៉ឺងម៉ាត់សម្លេងនេះខ្ញុំដកស្រង់ចេញពីទូរទស្សន៍ហង្សមាសហើយខ្ញុំក៏សូមសរសើរបងប្អូនដែលអានព័ត៌មាននេះដែរពិតជាបានម៉ឺងម៉ាត់ល្អមែនសម្លេងនេះបញ្ជាក់ថាបទបញ្ជានេះគឺពិតជាម៉ឺងម៉ាត់ណាស់មិនដឹងថាការអនុវត្តជាក់ស្ដែងនោះវាយ៉ាងម៉េចម៉ឺងម៉ាត់ដោយបងប្រុសនឹងអានដែរអត់ទេឬក៏គ្រាន់តែកោកសឹកតែមាត់តដោកឆ្អែតពោះកបីខ្ញុំចេះតែមានមន្ទិលទេបងប្អូនមិនចោតទេព្រោះកន្លងមកសម្ដេចធិបតីដែលជាថ្នាក់ដឹកនាំកម្ពុជាមន្ត្រីអស់នឹងគ្មានចាត់វិធានការនិងអនុវត្តតាមអនុសាសន៍របស់សម្ដេចផងហ្នឹងកុំតបែកធ្លាយវីដេអូដែលបងប្អូនយើងថតបង្ហោះហ្នឹងកុំអីសងំជើនហើយមើលទៅហើយយើងនឹងចេះតែឆ្ងាញ់ត្រេនសារតគីមីហើយចេះតែឆ្ងល់ញ៉ាំមកហូបដូចគ្រាន់បើដែរសិតតែត្រេនសើអីដែរប៉ុន្តែសុខភាពដូចមិនធាសោះរលុយបានមកឲ្យតែពេទ្យមិនសូវទុកចិត្តពេទ្យខ្មែរយកលុយទៅឲ្យពេទ្យវៀតណាមទៀតអស់ទាស់ហ្មងអញ្ចឹងបងប្អូនយើងកុំតន់ភ្លេចកុំតន់ស្ងាត់ជួយគ្នាតាមដាននៅច្រកព្រំដែនហ្នឹងមិនដែរនៅតែចូលមកផ្លុកទេឬមួយក៏អត់បានចូលមែនជាមួយមន្ត្រីខិលខូចកុំតន់ឆាប់ទុកចិត្តឆ្លៀតឱកាសនេះខ្ញុំក៏សូមចិត្តមេនៅតាមច្រកនៅតាមតូដែនសូមស្រឡាញ់ប្រជាជនផងគិតគូរដល់សុខភាពពលរដ្ឋខ្មែរយើងទូទៅផងសូមមេត្តាអាណិតពួកខ្ញុំផងភ័ក្រខែមេបងសើតតែបានមកពីការបងពុនរបស់ពួកខ្ញុំទេមួយកាក់មួយសេនណាក៏ដោយឲ្យតែទិញឲ្យតែចាយដឹងតែមានពុននៅក្នុងហ្នឹងហើយអត់ចាំទេសម្ដេចតេជោក៏ធ្លាប់មានប្រសាសន៍ក្រើនរំលឹកដែរលោកថាមន្ត្រីរាជការទាំងអស់គឺជាអ្នកបម្រើរបស់រាជយ៉ាងណាក្តីពួកខ្ញុំមិនដែលគិតដល់ប៉ុណ្ណឹងទេឲ្យតែមន្ត្រីទាំងអស់បំពេញតួនាទីខ្លួនឲ្យបានល្អចេះការពារជាតិការពារប្រជាជនចេះគិតដល់សុខទុក្ខរបស់ពលរដ្ឋខិតខំបង្កើតគោលនយោបាយនិងទីផ្សារល្អសម្រាប់កសិផលរបស់កសិករកុំបង្កភាពស្មុគស្មាញនិងភាពលំបាកផ្ទុយមកវិញលើកទឹកចិត្តនិងបង្កតែភាពងាយស្រួលដល់ពួកខ្ញុំក្នុងការប្រកបមុខរបរផ្សេងឲ្យពួកខ្ញុំមានជីវភាពធូរធាននិងមានបាននឹងគេទៅពួកខ្ញុំមិនមែនត្រឹមតែសរសើរទេថែមទាំងគោរពអស់លោកទៀតផងពួកខ្ញុំរកលុយបានច្រើនបង់ពន្ធចូលរដ្ឋក៏បានច្រើនជាងមុនមានចំណូលច្រើនចាយលុយក៏ច្រើនជាងមុនអញ្ចឹងចំណូលរដ្ឋក៏កើនជាងមុនតែចំណូលរដ្ឋកើនឡើងរាជការក៏ចេះឡើងប្រាក់ខែឲ្យអស់លោកនឹងច្រើនជាងមុនអស់លោកគិតមើលល្អទាំងអស់គ្នាតាណោះយើងពួតដៃគ្នាខិតខំពង្រឹងជាតិយើងឲ្យខ្លាំងក្លានិងល្បីល្បាញឡើងវិញណោះកុំឲ្យក្មេងជំនាន់ក្រោយមើលងាយនឹងតេះដៀលណោះនិយាយត្រូវគ្នាណាអត់មានញ៉ៃញ៉ៃទេដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់គោដុតស្នេហាជាតិសូមអរគុណសូមគោរពជម្រាបលា